ជំរាបសួរបងប្អូនការធ្វើទ្រង់ចិញ្ចឹមពពែក៏ជាការសំខាន់ដែរបងប្អូនទ្រង់យើងត្រូវធ្វើចិញ្ចាំងវាឲ្យមានខ្យល់និងពន្លឺថ្ងៃចូលគ្រប់គ្រាន់ដើម្បីឲ្យវាបន្សាបក្លិនលាមកនិងទឹកនោមរបស់ពពែហើយបាតវាក៏យើងត្រូវវាយទុកចន្លោះពីថ្នាំងដៃដែរក៏ឲ្យស្រួលយើងសម្អាតហើយនឹងពេលលាមកវាជុះមកហើយនឹងទឹកនោមវាឆាប់ជ្រាបទៅលឿនបើយើងសម្រាប់បងប្អូនដែលចង់ធ្វើបាតក្រាពីឫស្សីក៏បានដែរប៉ុន្តែពេលកូនពពែកើតមកវាជាប់ជើងព្រោះរនាបវាយើងវាយញឹកប៉ុណ្ណាក៏វាមានចន្លោះដែរបងប្អូនវាពិបាកពេលកូនពពែកើតមកពេលបើយើងជិះបានយើងដាក់ក្តារទៅល្អជាងក្តារយើងវាយឲ្យវាមានចន្លោះពីថ្នាំងដៃទៅដើម្បីឲ្យវាទីមុខដែលជុះមកហ្នឹងវាធ្លាក់ទៅក្រោមហើយនឹងទឹកនោមវាជ្រាបទៅលឿនហើយយើងស្រួលសម្អាតទៀតព្រោះពពែវាដេកនៅលើក្តារនៅលើក្តារហ្នឹងបើវាលាមកនិងទឹកនោមនៅពេញហ្នឹងគឺវាដេកទៅវាធ្វើឲ្យរោមវាមានក្លិនឈួរពពែឈួរភាគច្រើនវាឈួរនឹងទឹកនោមនិងលាមកវានឹងឯងបើយើងសម្អាតក្តារហាឲ្យវាស្អាតទៅលាមកអត់មានទឹកនោមក៏អត់មានធ្វើឲ្យពពែយើងអត់សូវមានក្លិនទេហើយរោមវាស្អាតទៀតបងប្អូនរោមវាភ្លឺហើយសុខភាពក៏ល្អដែរព្រោះវាអត់មានក្លិនឆ្អេះឆ្អាបបងប្អូនសម្រាប់ទ្រុងរបស់ខ្ញុំធ្វើទៀបទេបងប្អូនបាន1ម៉ែត្រជាងបើទ្រុងបើយើងធ្វើ2ម៉ែត្រក៏បានដែរបងប្អូនខ្ពស់រឹតតែល្អឲ្យវាមានខ្យល់អាកាសចេញចូលល្អហើយនៅខាងក្រោមវាអត់មានឈួរលាមកវាមកសត្វហ្នឹងវាចាញ់ក្លិនព្រោះវាធំក្លិនឈួរមកច្រើនក៏វាសុខភាពល្អដែរបងប្អូនបានយើងត្រូវធ្វើតម្រូវឲ្យធ្វើទ្រុងខ្ពស់ណាទ្រុងខ្ពស់ហ្នឹងនេះមើលវាដេកនៅលើក្តារអញ្ចឹងវាមិននេះបើយើងអត់ឧស្សាហ៍សម្អាតទេវាពពែហ្នឹងមានក្លិនឆ្អេះយើងសម្អាតទៅវាល្អនេះហើយក្តារហ្នឹងគាត់វាយចន្លោះពីថ្នាំងដៃចឹងមកវាស្រួលលាមកមុំធ្លាក់ទៅអស់ទឹកនោមអីទឹកនោមទៅធ្លាក់ទៅលឿនណាបងប្អូនបើយើងវាយចិត្តពេកវាអត់ធ្លាក់ទេហើយយើងសម្អាតក៏ពិបាកដែរវានៅទើហ្នឹងក្លិនវានៅជាប់ហ្នឹងអានេះបើយើងវាយចន្លោះចឹងយើងបោះរៀងទីទេស្អាតអស់ហើយវាមានក្លិនទេបងប្អូនការថែទាំពពែយើងត្រូវមើលទាំងទ្រុងមើលទាំងស្មៅទាំងសុខភាពមើលទាំងអស់យើងមិនចេះតែចិញ្ចឹមទេបងប្អូន